កលេចមកផ្លែណាបងប្អូនណាយើងស្មានទៅនៅបាត់ដំបងបងប្អូនថ្ងៃទស្សនភាពបែបនេះគឺយើងពិបាករកមែនតើហើយភាគច្រើនអ្នកដែលគាត់ធ្លាប់ទៅលេងបាត់ដំបងគាត់ទៅខាងជើងភ្នំសពៅណាពេលល្ងាចអូសម្បូរទេសចរមែនតើបងប្អូនហើយប៉ុន្តែនៅនេះគឺនៅកពតយើងទេបងប្អូនហើយទង្វងហ្មងសិតតែសัตว์បជាវបងប្អូនថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាថ្ងៃទៅលេងនៅខាងជើងភ្នំទូកមាសបងប្អូនណាថ្ងៃបរិយាកាសទេសភាពស្អាតថ្ងៃបងប្អូនបានទៅឃើញទស្សនភាពពិសេសគឺពេលល្ងាចថ្ងៃមុនម៉ោង6ក្រោយពីយើងបានស្រស់ស្រូបខ្យល់អាកាសក៏ដូចជាញ៉ាំអាហារតាមកញ្ចុះណាបងប្អូនយើងដាក់មួយកែវពីរកែវអីចឹងទៅហើយទស្សនភាពពិសេសដែលយើងមិនអាចបំភ្លេចបានហ្នឹងគឺមិនដឹងមកពីណាទេបងប្អូនហើយដូចបងប្អូនឃើញចឹងគឺបច្ចុប្បន្នទង្វងណាអញ្ចឹងបងប្អូនកុំភ្លេចទៅតាមដានទស្សនាវីដេអូរបស់ខ្ញុំជាបន្តបន្ទាប់ដូចតទៅអ្នកស្រែអ្នកចការណាគេមានរបៀបដើរលេងរបស់គេបែបយើងស្រុកស្រែហ្នឹងឯងមិនដូចយើងថ្ងៃសៅរ៍អាទិត្យអីយើងនៅភ្នំពេញបងប្អូនហ្នឹងហើយយើងទៅផ្សារទំនើបយើងទៅមើលកុនហ្នឹងហើយយើងទៅនេះទៅនោះណាជួបជុំគ្នាសប្បាយចឹងទៅប៉ុន្តែបើយើងនៅស្រែអត់ទេបងប្អូនហើយអាកន្លែងណាដែលមើលទៅរៀងជុំល្បីនាំគ្នាទៅលេងហ្នឹងបងប្អូនជាពិសេសទៅថតរូបទៅថតវីដេអូហើយប៉ះខ្ញុំខាងដើរលេងខាងធ្វើ vlog ខាងអីផងណាអញ្ចឹងពេញចិត្តខ្ញុំស្ដោកតែម្ដងហើយដោយសារមួយរយៈនេះបងប្អូនខ្ញុំចេញវីដេអូតាក់ទងការរលុយតាម Facebook វាច្រើនណាបងប្អូនអត់សូវបានធ្វើ vlog តាក់ទងជាមួយនឹងការដើរលេងហ្នឹងហើយជីវិតរស់នៅប្រចាំថ្ងៃក៏មិនសូវបានផុសដែរបងប្អូនយើងបុកផុសតាក់ទងមួយការរលុយនេះវាច្រើនពេកចុះដោយសារមានបងប្អូនយើងគាត់ចេះចាប់អារម្មណ៍អញ្ចឹងណាចេះសួរនាំអញ្ចឹងទៅខ្ញុំអត់មាន content អីក៏អត់មានពេលកាត់តាមពិតវីដេអូនេះខ្ញុំថតមួយអាទិត្យដែរបងប្អូននេះបងប្អូនឃើញជើងភ្នំណាខ្ញុំជិះមកដល់គឺស្អាតដែរបងប្អូនសម្រាប់បងប្អូនដែលគាត់អត់នៅទូកមាសបងប្អូនជិះកាត់ក៏បងប្អូនអាចចូលបានដែរបើសិនជាបងប្អូនជិះមកតាមផ្លូវបុកទៅតនីទូកមាសហ្នឹងហើយយើងបុករហូតទៅដល់កែបអីបងប្អូនជិះផ្លូវវាងទីរួមស្រុកណាបងប្អូនហ្នឹងហើយអញ្ចឹងវាចំណេញយើងអត់ចាំបាច់ចូលតាមទូកមាសវាស្ទះវាអីចឹងទៅគឺបងប្អូនអាចជិះផ្លូវនឹងបានហើយមកដល់កន្លែងហ្នឹងបងប្អូនឃើញភ្នំហ្នឹងហើយអញ្ចឹងបងប្អូនឃើញនៅស្ដាំដៃហ្នឹងគឺភ្នំទូកមាសបងប្អូនហើយពេលដែលបងប្អូនឃើញពីបរិយាកាសជាពិសេសរដូវនេះគឺរដូវភ្លៀងបងប្អូនឃើញវាលស្រែហ្នឹងហើយខៀវស្ងាត់ជាពិសេសដើមឈើនៅលើភ្នំអីហ្នឹងបងប្អូនណាហ្នឹងហើយខៀវខ្ចីស្រស់ស្អាតតែម្ដងបរិយាកាសពេលដែលយើងមកពេលល្ងាចបងប្អូនត្រជាក់ស្រួលណាហ្នឹងហើយខ្ញុំទៅហ្នឹងគឺខ្យល់ខ្លាំងមែនតើហ្មងណាបងប្អូនហើយតាមផ្លូវបងប្អូននេះខាងឆ្វេងខាងស្ដាំណាបងប្អូនកលេចមកគឺឃើញទស្សនភាពក៏ដូចជាទេសភាពគឺមកបែបហ្នឹងហើយផ្លូវគឺមានភាពងាយស្រួលមែនតើព្រោះផ្លូវនេះគឺទៅធ្វើឲ្យទេបងប្អូនការជំនាន់ខ្ញុំមកមុន3-4 ឆ្នាំមុនអីគឺខ្ញុំជិះតាមផ្លូវទូកមាសទេអញ្ចឹងផ្លូវវារៀងពិបាកតែឥឡូវក៏គេធ្វើឲ្យស្អាតដែរហើយភាគច្រើនបងប្អូនអ្នកដែលគាត់នៅខាងទូកមាសនេះណាឲ្យតែរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យឬក៏ថ្ងៃបុណ្យទានភាគច្រើនគឺគាត់មកជួបជុំគ្នាណាព្រោះអត់ដឹងថាទៅកន្លែងណាទេព្រោះទូកមាសបើសិនជាយើងទៅដល់មុខតិចគឺយើងអាចទៅដល់កំពង់ត្រាចឬក៏យើងទៅប្រហែលជា30គីឡូអីទៀតហ្នឹងហើយយើងអាចទៅដល់កែបទៅដល់អីចឹងណាប៉ុន្តែសម្រាប់អ្នកដែលនៅគេហៅថានៅស្រុកនៅភូមិឃុំនេះអីគឺអត់មានកន្លែងណាទេក្រៅពីការមកលេងនៅភ្នំទូកមាសអញ្ចឹងព្រោះដោយសារវានៅចិត្តហើយណាមួយស្រួលមករកអីញ៉ាំផងព្រោះនៅកន្លែងនេះរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺមានរបស់របរគេលក់ច្រើនមែនតើគេលក់ពេញកញ្ចុះហ្មងណាហើយយើងអាចកំងរបស់របរញ៉ាំបានហើយអាចច្រកផ្លូវដែលចូលមិញបងប្អូនណាឥឡូវយើងអាចចូលឡានបានហើយបើពីមុនអត់ទេផ្លូវកន្លែងហ្នឹងគឺអត់មានផ្លូវបេតុងអញ្ចឹងទេបងប្អូនណាហើយនេះខ្ញុំមកដល់ទីតាំងកន្លែងនេះគឺបងប្អូនកន្លែងមកគឺឃើញបងប្អូនហ្នឹងឯងជើងភ្នំជាពិសេសបងប្អូនឃើញដើមឈើខៀវស្ងាត់ហើយកន្លែងអូនមួយដែលអង្គុយហ្នឹងបងប្អូនពីមុនណាគឺទឹកទេកន្លែងហ្នឹងហ្នឹងហើយវាមានហាក់ដូចជាទឹកមួយស្តុកនៅហ្នឹងអញ្ចឹងដល់យើងថតអាកន្លែងខ្ញុំឈរនេះទៅគឺឃើញស្អាតមែនតើតែឥឡូវគឺវារីងទឹកហ្នឹងអស់ហើយខ្ញុំមិនដឹងថាមកពីមូលហេតុអីឬក៏គេចាក់ដីឬក៏មិនទេឬក៏រដូវនេះវាអស់ទឹកអស់អីខ្ញុំក៏អត់ដឹងដែរបងប្អូនណាហ្នឹងហើយព្រោះនៅខាងទូកមាសនេះគឺវារាំងភ្លៀងរយៈពេលប្រហែលថ្ងៃប្រហែលសប្តាហ៍បងប្អូនណាខ្ញុំមកនេះក៏អត់មានភ្លៀងសោះណាវាមានរិចហ្នឹងហើយមេឃរៀងសតុំប៉ុន្តែអត់ធ្លាក់ភ្លៀងទេហើយធ្លាប់លើខាងអ្នកដែលរស់នៅហ្នឹងជាពិសេសអ្នកនៅម្ដុំតាពាំងភេញគាត់ថាកាលពីជំនាន់មុនគឺគាត់ភាគច្រើននាំគ្នាហ្នឹងហើយមករើសក្តាមខ្យងជាពិសេសរដូវធ្លាក់ភ្លៀងគឺនាំគ្នារើសបានទាំងកដុងនៅហ្នឹងតែខ្ញុំឥឡូវខ្ញុំអត់ដឹងថាមិនដែរណាហ្នឹងហើយនេះគឺខ្ញុំកំពុងធ្វើដំណើរដើរទៅខាងមុខដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាពីទស្សនភាពក៏ដូចជាទេសភាពផ្សេងហើយខ្ញុំក៏បានថតរូបច្រើនដែរបងប្អូនណាហ្នឹងហើយយើងជ្រុលថាឥឡូវយើងបានមកលេងហើយហ្នឹងហើយយើងធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាទៀតទៅគឺកាន់តែល្អព្រោះដោយសារ Facebook យើងរលុយណាបងប្អូនហ្នឹងហើយយើងកុំឲ្យខាតហ្នឹងហើយអញ្ចឹងបងប្អូនជាពិសេស MMO អីពេលដើរលេងនិយាយទៅគឺត្រូវតែកាន់កាមេរ៉ាទូរស័ព្ទខ្ញុំនិយាយទៅគឺខ្ញុំសាកថ្មរហូតហ្នឹងហើយទៅណាក៏សាកដែរដាក់ power bank ខ្លះទៅចុះណានៅលើឡានគឺខ្ញុំសាករហូតបងប្អូននេះគឺជាទស្សនភាពដែលអស្ចារ្យដែលខ្ញុំចង់បង្ហាញបងប្អូនណាបងប្អូននេះគឺជាបើយើងកលេចមើលមកផ្លែដល់បងប្អូនហ្នឹងហើយយើងស្មានទៅនៅបាត់ដំបងនៅខាងភ្នំសំពៅបងប្អូននៅខាងជើងភ្នំហ្នឹងប៉ុន្តែនៅទូកមាសយើងគឺ
មានណាបងប្អូនហ្នឹងហើយរៀងរាល់ពេលល្ងាចជាពិសេសចាប់ពីម៉ោង6ឬក៏7:06ទៅមានបញ្ជីវហ្នឹងគឺវាហោះមកទង្វងហ្មងបងប្អូនណាវាហោះចេញពីភ្នំហ្នឹងអញ្ចឹងបានថាអ្នកដែលគាត់មកលេងគឺភាគច្រើនគឺគាត់មកពេលល្ងាចដើម្បីទទួលបានទិដ្ឋភាពពិសេសជាពិសេសយើងនាំគ្នាមកមើលបញ្ជីវហ្នឹងហើយយើងអង្គុយញ៉ាំអីចឹងទៅយើងបានឃើញយើងបានថតយើងបានអីអញ្ចឹងគឺពិសេសមែនតើហើយខ្ញុំជឿថាមានបងប្អូនភាគតិចដែលគាត់ដឹងហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនដែលជិះកាត់ជាពិសេសបងប្អូនដែលគាត់មកពីពេញគាត់ត្រូវទៅកែបអីចឹងបងប្អូនអាចឈប់មកបន្តិចទៅហ្នឹងហើយបើសិនជាយើងមកដល់ម៉ោង6អង្គុយញ៉ាំអីហើយយើងអាចបានទស្សនាទិដ្ឋភាពប្លែកជាពិសេសគឺបជាវនេះគឺវាហោះមកទង្វងហ្មងបងប្អូនគឺស្អាតខ្លាំងបងប្អូនដែលគាត់ធ្លាប់ទៅនៅខាងបាត់ដំបងបងប្អូនហ្នឹងហើយភ្នំសំពៅហ្នឹងហើយអញ្ចឹងបងប្អូនដឹងហើយព្រោះដោយសារនៅភ្នំសំពៅគឺមានបជាវបែបអញ្ចឹងដែរហើយសម្បូរមែនទែនទេសចរដែលគាត់តែងទៅអង្គុយមើលបងប្អូនអូខេវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះហើយបងប្អូនអាចប្រៀបធៀបបានហ្នឹងហើយរវាងគេហៅថាបជាវនៅភ្នំសំពៅហើយនឹងបជាវដែលហោះចេញគេហៅថាពីភ្នំទូកមីណាតើមួយណាច្រើនជាងអូខេជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀតបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះ follow ខ្ញុំម្នាក់មួយផង